ថ្ងៃទីផងដែរសូមនាំអារម្មណ៍បងប្អូនទៅមើលសកម្មភាពរបស់ខ្ញុំបាញ់ត្រីនៅពេលយប់ហើយនៅជិតភូមិយើងទីបងប្អូនព្រោះអីថាមិនដឹងចេញតាណាពេលចឹងហើយមានតែទឹកបាញ់ត្រីចិត្តតែដើម្បីរកជាម្ហូបនិងថតវីដេអូចែកជូនបងប្អូនមើលផងបងប្អូនហើយដូចទៅបងប្អូនឃើញស្រាប់បានមានសកម្មភាពដុតត្រីអាំងត្រីនិងហូបបាយពីយប់ជុំរួមគ្នាបងប្អូននិយាយថាអូអារម្មណ៍ស្រស់ស្រាយសប្បាយមែនទែនបងប្អូននឹងបានមកផ្លែតហូបមកផ្លែតនឹងអាំងជុំហូបជុំគ្នាខ្ញុំថាឆ្ងាញ់មែនទែនបងប្អូនឥឡូវកុំឲ្យខាត់ពេលវេលាយូររងចាំទស្សនាវីដេអូពេញទាំងអស់គ្នានឹងតិចទៀតនេះបងប្អូនបើក្បាលវីដេអូមកហើយក៏គ្រប់នឹងជម្រាបសួរសួស្តីបងប្អូនបាទគឺឃើញបងរបស់ខ្ញុំគឺកំពុងលីម៉ាស៊ីនដើម្បីទៅដាក់ទូកបងប្អូនដើម្បីរៀបម៉ាស៊ីនខ្យល់អីចឹងណាបងប្អូនបាទហើយយើងទៅបាញ់ត្រីគ្នាផងដែរគឺយើងទៅរៀងពីថ្ងៃបងប្អូនដើម្បីទៅដាក់មងខាត់មងទុកនឹងមួយតាមឡែកក្នុងមងនៅកន្លែងដែលយើងដាក់នឹងបងប្អូនឃើញស្រាប់បាទគឺបងប្រុសខ្ញុំកំពុងតែអុំទូកទៅខ្វាយនឹងសកម្មភាពតាមដងស្ទឹងនៅពេលល្ងាចខ្ញុំថាស្អាតមែនទែនបាទឃើញតែគាត់ត្រៀមពាក់កែវដើម្បីចុះមុជទឹកបងប្អូនបាទឥឡូវបន្ទាប់ពីមុជទឹកមុជអីរីមកអីហើយយើងក៏ត្រឡប់មកគោកវិញបងប្អូននៅស្រាប់គឺខ្ញុំអត់បានថតសកម្មភាពពីមុជទេព្រោះអីខ្ញុំជាអ្នកមុជហើយអត់មានអ្នកចេះកាន់កាមេរ៉ាបងប្អូនអញ្ចឹងហើយគឺអត់បានថតបងប្អូនគឺយើងត្រឡប់មកគោកវិញដើម្បីហូបស្រាកម្ដៅពោះដើម្បីឲ្យមុជត្រីកុំឲ្យត្រជាក់ល្ងាអញ្ចឹងទៅបងប្អូនបាទយើងញ៉ាំស្រាញ៉ាំអីហើយមានក៏ចាប់ផ្ដើមល្ងាហើយយើងក៏បន្តហូបបាយដើម្បីទ្របពោះតិចតួចដើម្បីយកកម្លាំងមុជទឹកអញ្ចឹងទៅបងប្អូនបើយើងអត់ហូបទេគឺយើងមុជទឹកក៏រួចទេបងប្អូនបន្ទាប់ពីយើងហូបបាយហូបអីហើយយើងក៏ធ្វើការនាំគ្នាចុះទូកនិងរៀបចំម៉ាស៊ីនអីវ៉ាន់យើងដើម្បីធ្វើការលឹបទឹកតែម្ដងបងប្អូនហើយខ្ញុំវិញគឺនិយាយថាគេរៀបម៉ាស៊ីនយូរពេកខ្ញុំក៏ចុះទៅលឹបលេងនិយាយថាបានមែនតើបងប្អូនបាទចុះគឺបានត្រីក្រោះនឹងបងប្អូនមកហើយបងម្នាក់ទៀតគឺគាត់បានហើយបងប្អូនតែថតមើលឃើញគឺឆ្ងាយពេកបងប្អូនហើយបន្ទាប់ពីនឹងមកគឺបងគាត់ធ្វើការរៀបចំមុជទឹកហើយនឹងលឹបគឺយើងដកមេមើលសិនបងប្អូនបាទនេះជាសកម្មភាពរបស់ពួកគាត់មុជបងប្អូនបាទខ្ញុំចង់នេះផងដែរគឺបងប្អូនឃើញស្រាប់បើគឺយើងចេះម៉ាស៊ីនមកយើងមានធុងខ្យល់មានទយោមានកែវលឹបទឹកបងប្អូនហើយអ្វីដែលផ្សេងនេះទៅទៀតគឺយើងត្រូវការបបពិសោធន៍ឲ្យធ្លាប់មុជចឹងបងប្អូនបើយើងអត់មានបបពិសោធន៍ទេគឺយើងមុជទឹកអត់កើតទេបងប្អូនបន្ទាប់ពីយើងមុជមកសន្ទុះហើយនិយាយថាត្រីយើងទៅបានចិត្តមួយបាវហើយបងប្អូនហើយយប់នឹងប៉ុណ្ណេះគឺយើងបានទៅត្រីខ្យាធំមែនតើបងប្អូនបាទបងប្អូនឃើញស្រាប់បាននេះគឺជាក្រុមពូគាត់មុជសិនខ្យល់បងប្អូនគឺងើបម្ដងគឺមកតណោតចឹងនិយាយថាច្រើនមែនតើមុជ2នាក់2តណោតបងប្អូនឃើញស្រាប់និយាយថាមកតណោតនេះជួជិត10គីឡូហើយបងប្អូនបាទជួយយ៉ាណាវ៉ាវកោសេរីមកតណោតនេះត្រីខ្លះមានដាក់តណោតមានដាក់ក្នុងទូបងប្អូនបាទបន្ទាប់ពីយើងមុជមកសន្ទុះទុំហើយយើងក៏ធ្វើការជុំគ្នាបងប្អូនដើម្បីសម្រាប់អាំងភ្លើងហូបបាយពីយប់ដែរបងប្អូនហើយម៉ោងនេះផងដែរគឺប្រហែលជាម៉ោង12ម៉ោង1យប់ហើយបងប្អូនបាទអញ្ចឹងហើយគឺអ្នកមុជកែវធម្មតាក៏ល្ងាអ្នកមុជចិនខ្យល់ក៏ល្ងាពីអញ្ចឹងហើយគឺនាំគ្នាគិតថាសម្រាប់ញ៉ាំបាយមកសន្ទុះសិនបងប្អូនដើម្បីយកកម្លាំងមុជបន្តទៀតនឹងអាំងភ្លើងកម្ដៅសាច់កុំឲ្យត្រជាក់ទេបងប្អូនបើនៅតំបន់ខ្ញុំគឺរដូវប្រាំងនេះគឺត្រជាក់មែនតើក្នុងវងខេត្តនេះបងប្អូនគឺពីខ្លះគឺអាចដល់15 16អង្សាសេនេះគឺត្រជាក់មែនទែនបងប្អូនបាទហើយនៅប៉ុណ្ណេះគឺយើងមកមុជត្រីប្រហែលជា6 7នាក់បងប្អូនគឺនិយាយមកយួតបានប្រាប់បងប្អូនបាទថ្ងៃនេះប៉ុណ្ណេះគឺជាសកម្មភាពរបស់យើងសម្រាប់នឹងឡើងគោកធ្វើការរៀបចំដុតភ្លើងដុតអីចឹងបងប្អូនបន្ទាប់ពីអ្នកខ្លះក៏ដុតភ្លើងទៅហើយចំណែកបងមកខ្ញុំគាត់ធ្វើការដោះត្រីពីមងនេះយើងដាក់ពីថ្ងៃមិញបងប្អូនគឺយើងវាកិច្ចពីយើងមុជមកគឺវារត់បុកមងចឹងហើយបងប្អូនកុំឲ្យខាតយើងដាក់មងចឹងទីគឺត្រីគឺវាពីយើងមុជទៅគឺវាកិច្ចពីយើងបងប្អូនដល់ពេលយើងដាក់មងខាំងទៅវាកិច្ចតាណារួចទេអាទុយក៏វាចេញរួចទៅអាទុំក៏អាចបោះមងបានខ្លះគឺយើងអាចជួយកម្លាំងយើងបានខ្លះចឹងគឺយើងមុជខ្លះជប់មងខ្លះគួបផ្សំគ្នាគឺយើងអាចរួចមកហូបព្រឹកនឹងចែកគ្នាមកផ្ទះផងដែរបងប្អូនបាទមកខ្ញុំទៅមុជនេះផងដែរគឺផ្លេចប្រាប់បងប្អូនគឺនៅក្នុងឃ្លូតបងប្អូនគឺនៅជប់ផ្ទះយើងទេគឺស្ទឹងក្បែរផ្ទះនឹងបងប្អូនហើយនេះផងដែរគឺពូរបស់ខ្ញុំគាត់ក៏ដុតភ្លើងបងប្អូនដើម្បីអាំងត្រីញ៉ាំអញ្ចឹងបងប្អូនហើយដូចជាបងប្អូនមានស្រាប់និយាយថាភ្លើងឈាមមិនទាន់នៅក្នុងគ្នារុកភ្លើងបងប្អូនដើម្បីពួកអីល្ងារៀងខ្លួនទៅអញ្ចឹងទៅនាំគ្នាទៅចិត្តភ្លើងដើម្បីបាត់ល្ងាអញ្ចឹងបងប្អូនហើយយើងក៏ចាប់ផ្ដើមអាំងត្រីចំនួន4 5ផងដែរបងប្អូនដើម្បីធ្វើជាម្ហូបបាយពីយប់នឹងបងប្អូនបាទហើយបងប្អូនឃើញស្រាប់ហើយតទៅយើងអាំងមកសន្ទុះហើយត្រីយើងក៏ឆ្អិនហើយយើងក៏ចាប់ផ្ដើមដំណើរការញ៉ាំបាយតែម្ដងបងប្អូនបាទព្រោះអីថាទឹកត្រីយើងបុកមកពីផ្ទះហើយបាយយើងវិចមកពីផ្ទះយើងបុកសគួរចាំស្រេចបងប្អូនដល់ពេលយើងមុជត្រីបានទៅគឺយើងធ្វើការហូបតែម្ដងបងប្អូនហើយយើងអាំងនេះផងដែរគឺសុទ្ធតែត្រីខ្ចៅបងប្អូននិយាយពីថាខ្លាញ់ហើយជាតិមែនទេបងប្អូនបានមកផ្លែតអាំងមកផ្លែតស្រស់យើងនិយាយថាអូរសជាតិមិនអាចប្រៀបបានបងប្អូនមិនដឹងនិយាយថាម៉េច
ឆ្ងាញ់ហួសពីការថ្លែងបងប្អូនបាទឥឡូវបន្ទាប់ពីញ៉ាំបាយហើយគឺគ្មានអ្នកណាមុជទីបងប្អូនគឺយើងសម្រេចចិត្តថាត្រឡប់មកផ្ទះនឹងចែកត្រីគ្នាតែម្ដងបងប្អូនបាទគឺយើងបោះចែកគ្នាអាធំយើងបោះផ្សេងខ្សោយើងបោះផ្សេងហើយក្រោះយើងបោះផ្សេងអញ្ចឹងទៅបងប្អូនបាទអាទី2យើងទុកមួយឡែកដើម្បីចែកគ្នាតាមក្រោយទៀតបងប្អូនបាទហើយបញ្ចប់នៅបងដែរគឺយើងបាញ់បានប្រហែលជា50-60 គីឡូដែរបងប្អូនបាទហើយបន្ទូនេះបងដែរសូមអរគុណនិងបាយបាយគ្រប់លាជួបគ្នាវីដេអូក្រោយ